បាទសួស្តីបងប្អូនបាទសេកឡាទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំបាទនឹងចេញវីដេអូមួយដើម្បីចែករំលែកនៅចំណេះដឹងវិធីសាស្ត្រនៅក្នុងការធ្វើប្រូតេអ៊ីនកម្រិតខ្ពស់សម្រាប់ឲ្យបាក់សីកីឡារបស់យើងទទួលបាននៅកម្លាំងខ្លាំងល្អបាទមុខក្រហមល្អជាពិសេសគឺរោមភ្លឺថ្លាជាការពិតណាស់ការចិញ្ចឹមបាក់សីកីឡាបងប្អូនបានជ្រាបហើយបើសិនជាយើងចិញ្ចឹមបាក់សីកីឡាទៅមុខរៀងស្លេកឬក៏រោមរៀងតួមិនសូវភ្លឺថ្លាមានន័យថាការចិញ្ចឹមរបស់យើងនឹងមិនទាន់ដិតដល់ល្អទេការផ្ដល់នៅអាហារូបត្ថម្ភឬក៏អាហារសម្រាប់មាន់ស៊ីប្រចាំថ្ងៃហ្នឹងបាទគឺមិនទាន់ត្រូវអ្វីដែលមាន់វាត្រូវការបាទវាអាចខ្វះនៅសារធាតុណាមួយយ៉ាងបាទដែលធ្វើឲ្យមាន់របស់យើងស្លេកស្លាំងស្កកឬមួយក៏ធ្វើឲ្យមាន់របស់យើងនឹងរោមអត់ភ្លឺល្អហើយប្រសិនបើបងប្អូនកំពុងតែថែទាំនៅកីឡាកររបស់យើងត្រៀមប្រឡូកនៅលើទីលានប្រកាសណាគឺបងប្អូនអាចធ្វើនៅវិធីសាស្ត្រងាយមួយនេះឲ្យមាន់របស់បងប្អូនដើម្បីទទួលបាននៅកម្លាំងខ្លាំងបាទរោមភ្លឺមុខក្រហមពេលដែលយើងចេញទៅប្រកួតគឺយើងមានទំនុកចិត្តច្រើនបាទកុំឲ្យបងប្អូនរងចាំយូរបាទងាយបាទគឺការធ្វើប្រូតេអ៊ីនកម្រិតខ្ពស់នេះទីមួយបងប្អូនត្រូវមានពងមាន់បាទពងមាន់ខ្ញុំណែនាំឲ្យបងប្អូនប្រើពងមាន់នៅក្នុងស្រុកឬក៏ពងមាន់របស់មាន់របស់យើងផ្ទាល់តែម្ដងបាទជាងការទិញពងមាន់មកពីទីផ្សារដោយសារតែពងមាន់នៅលើទីផ្សារវាអាចប្រឈមទៅនឹងជំងឺផ្សេងបាទមានពងមាន់មួយចំនួនគឺនាំចូលពីប្រទេសបាទជាប់ខាងរបស់យើងអញ្ចឹងទៅបងប្អូនជ្រាបហើយបាទពេលខ្លះពងខ្លះឬក៏សុទ្ធខ្លះបាទវាមានការពិនិត្យត្រឹមត្រូវបាទមុននឹងនាំចូលមកក៏ប៉ុន្តែខ្លះទៀតគឺបាទលួចកិច្ចបាទមានន័យថាលួចកិច្ចបាទការត្រួតពិនិត្យរបស់បសុពេទ្យអញ្ចឹងទៅលក់នៅលើទីផ្សារបើសិនជាយើងទិញយកមកប្រើចំពងមាន់ដែលមានមេរោគអញ្ចឹងប្រកាសណាវាមិនបានជួយមាន់របស់យើងឲ្យល្អប្រសើរទេតែបែរជាអាចបំផ្លាញនៅកីឡាករឬក៏បាទឆ្លងមេរោគចូលមកកាន់កសិដ្ឋានទ្រុងឬក៏ផ្ទះរបស់បងប្អូនដែលចិញ្ចឹមបាក់សីកីឡានេះបាទអញ្ចឹងបើសិនជាបងប្អូនមានមេមាន់ខ្លួនឯងបាទយើងអាចយកពងមាន់មកបាទពងមាន់ល្អរបស់យើងហ្នឹងហើយបើសិនជាបងប្អូនគាត់មានចិញ្ចឹមបាក់សីកីឡាចាប់ពី10គ្រាប់ទៅ15គ្រាប់បាទចាប់ពី10ក្បាលទៅ15ក្បាលណាបងប្អូនអញ្ចឹងបងប្អូនអាចប្រើប្រាស់បាទពងមាន់បាទត្រឹម10គ្រាប់ទៅបានហើយយើងគួរយកតែក្រហមទេបាទអសសយើងចោលទៅបងប្អូនអញ្ចឹងពងមាន់10គ្រាប់យកតែក្រហមហើយបងប្អូនប្រើជាមួយនឹងទឹកដោះគោឆៅគឺស្ទើរកន្លះកំប៉ុងមានន័យថាអត់ឲ្យដល់កន្លះកំប៉ុងទេណាបាទទឹកដោះគោឆៅកុំប្រើដល់កន្លះកំប៉ុងក្រោមកន្លះកំប៉ុងទឹកដោះគោឆៅយើងកំប៉ុងទូចណាបាទអញ្ចឹងបងប្អូនប្រើទឹកដោះគោឆៅហ្នឹងក្រោមកន្លះកំប៉ុងជាមួយនឹងពងមាន់ហើយខ្ញុំបញ្ជាក់ពងមាន់យកតែក្រហមទេមួយទៀតបងប្អូនត្រូវប្រើប្រាស់ទឹកឃ្មុំជាទូទៅហ្នឹងបងប្អូនយើងច្រើនតែប្រើមកស្លាបព្រាកាហ្វេប៉ុន្តែខ្ញុំរីកមិនថាសូមបងប្អូនកុំប្រើដល់មួយស្លាបព្រាកាហ្វេអីដោយសារទី1បាទពងមាន់សុទ្ធក្រហមហ្នឹងគឺវាមានសារធាតុស្អិតទៅហើយបងប្អូនណាវារៀងស្អិតបាទហើយអាហ្នឹងបើសិនជាប្រើច្រើនក៏វាក្តៅដែរមួយទៀតទឹកឃ្មុំរបស់យើងក៏ក្តៅដែរបើសិនជាបងប្អូនប្រើច្រើនគឺបាទពេលដែលយើងបញ្ច្រកមាន់ទៅវាធ្វើឲ្យមាន់យើងវាឡើងកម្ដៅក្នុងខ្លួនខ្លាំងបាទអាហ្នឹងបើសិនជាករណីខែភ្លៀងខែអីវាល្អខែត្រជាក់បាទវាល្អប៉ុន្តែបើសិនជាថែនៅក្នុងឬក៏ធ្វើឲ្យវាផឹកនៅក្នុងខែក្តៅគឺប៉ះពាល់ទៅដល់បាទបាក់សីកីឡារបស់បងប្អូនអញ្ចឹងទឹកឃ្មុំថែមតែបាទមិនតិចទេមានន័យថាអត់ដល់មួយស្លាបព្រាកាហ្វេនោះទេបាទតែកន្លះទៅបានឬក៏ក្រោមកន្លះនឹងតិចតួចក៏បានដែរបាទឲ្យតែមានសារធាតុទឹកឃ្មុំនឹងចូលបន្តិចបាទយកទឹកឃ្មុំសុទ្ធណាខ្ញុំបញ្ជាក់បាទអញ្ចឹងបងប្អូនយកវាលាយចូលគ្នាមកហើយវាយវាឲ្យខាប់បាទវាយវាឲ្យវាសប់ចូលគ្នាតែមួយបងប្អូនមើលទៅលើកំហាប់នៃពងមាន់នឹងដែរបើសិនជាករណីថាយើងលាយហើយកំហាប់វានឹងវាខាប់ពេកបាទវាស្អិតពេកយើងវាយហើយវាស្អិតពេកវាខាប់ពេកបងប្អូនថែមទឹកដោះគោឆៅបន្តិចទៀតបាទលួចបន្តិចទៀតណាធ្វើម៉េចទី1កុំឲ្យខាប់ខ្លាំងទី2កុំឲ្យរាវពេកបាទលបាយមកល្មមទើបមាន់យើងពេលដែលយើងបញ្ច្រកទៅហ្នឹងវាលេបចូលទៅល្អបាទវាលេបចូលទៅក្នុងកែវាហ្នឹងល្អបើសិនជាបងប្អូនធ្វើវារាវពេកបងប្អូនបញ្ច្រកវាហើយបងប្អូនចាំមើលនៅពេលដែលវាអោនចឹកចំណីបាទពេលដែលវាអោនចឹកចំណីហ្នឹងគឺហូរបាទហូរអាទឹកបាទប្រូតេអ៊ីនរបស់យើងដែលធ្វើឲ្យហ្នឹងហូរមកតាមមាត់ហ្មងបាទចឹកចំណីមកគប់អញ្ចឹងទៅធ្លាក់មកហូរមកតាមមាត់មកវិញអញ្ចឹងទី1កុំឲ្យវាខាប់ពេកទី2កុំឲ្យវារាវខ្លាំងពេកហើយចំពោះការធ្វើឲ្យផឹកក្នុងមួយសប្តាហ៍បងប្អូនអាចធ្វើឲ្យបាន3ដងណាអត់រាល់ថ្ងៃទេគឺបើសិនជារាល់ថ្ងៃវាក្តៅ
បាទវាក្តៅអញ្ចឹងបងប្អូនធ្វើក្នុងមួយសប្តាហ៍បាទធ្វើ3ដងទៅបាទហើយចំពោះការថែចំណីអីផ្សេងដូចជាបន្លែផ្សេងដែលបងប្អូនធ្លាប់ឲ្យស៊ីហ្នឹងស៊ីធម្មតាបាទឲ្យស៊ីធម្មតាប៉ុន្តែយើងធ្វើប្រូតេអ៊ីនកម្រិតខ្ពស់ហ្នឹងឲ្យវាផឹកមួយថ្ងៃ3ដងហ្នឹងជាប្រចាំជាស្រ័យបាទមួយទឹក3ដងហ្នឹងគឺជាប្រចាំទៅបាទអញ្ចឹងបងប្អូនធ្វើ2សប្តាហ៍ជាប់គ្នាបងប្អូននឹងឃើញមាន់របស់បងប្អូនប្លែកទី1រោមដែលអត់ភ្លឺពីមុនហ្នឹងវាចាប់ផ្ដើមមានពលឺឡើងវិញទី1ទី2មុខមាន់ដែលធ្លាប់ស្លេកវាឡើងក្រហមល្អបាទទី3តទះស្លាបសឹងបាក់ទ្រុងបាទពឹងប្រូតេអ៊ីនវាជួយទៅដល់គេហៅថាមាន់របស់យើងធ្វើឲ្យមាន់របស់យើងវាមានកម្លាំងតែម្ដងបងប្អូនប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងមួយសប្តាហ៍គឺធ្វើតែ3ដងទេកុំឲ្យលើសពី3ដងបាទហើយមួយវិញទៀតចំពោះមាន់ដែលត្រៀមថែចេញប្រកួតបងប្អូនធ្វើទៅលើបាក់សីកីឡាត្រៀមថែឬក៏កំពុងតែបុកថែពេញប្រកួតហ្នឹងនៅល្ងាចឡើងយើងឲ្យផឹកពេលថ្ងៃពេលល្ងាចអីហ្នឹងគឺបានធម្មតាប៉ុន្តែនៅពេលដែលរៀបគ្របមុងមាន់ដែលរៀបចេញជុលមានន័យថាមាន់សម្រាកជើងចេញប្រកួត3ថ្ងៃក្រោយទៀតប្រកួតចឹងពេលសម្រាប់ជើងហ្នឹងខ្ញុំចែកបទពិសោធន៍មួយគឺបងប្អូនមុនគ្របមុងបាទច្រកទឹកចឹងយើងច្រកមួយកែឲ្យពេញកែទៅបាទយើងស្ទាបកែធម្មតាងាកឡើងឲ្យស៊ីហើយបាទឲ្យស៊ីអញ្ចឹងគឺកែវាពេញស្រាប់ហើយប៉ុន្តែបងប្អូនច្រកទឹកទៅមកល្មមមកបាទច្បាច់កែវាទៅមកប៉ះកែវាទៅវារៀងតុនមានទឹកមានអីក្នុងហ្នឹងវាជួយសម្រួលទៅដល់ការរំលាយអាហាររបស់មាន់ហើយ3ថ្ងៃដែលយើងសម្រាប់ជើងហ្នឹងគឺធ្វើឲ្យមាន់យើងវាធូរបាទវាធូរសាច់វាអត់តឹងសាច់វាស្រាលខ្លួនដូចមនុស្សយើងផឹកទឹកច្រើនអញ្ចឹងបាទមនុស្សយើងផឹកទឹកច្រើនបាទយើងបត់ជើងមកក៏ធូរការរំលាយអាហាររបស់យើងហ្នឹងក៏វាធូរបាទអញ្ចឹងយើងមានអារម្មណ៍ថាធូរខ្លួនដែរអញ្ចឹងនៅពេលដែលកីឡាករវាសម្រាកជើងហើយវាធូរខ្លួនអាហ្នឹងពេលដែលយើងចេញប្រកួតគឺការវាយរបស់វាហ្នឹងវាស្រាលខ្លួនល្អបាទវាកម្លាំងល្អវារហ័សលូនល្អតែបើសិនជាបងប្អូនបាទទុកឲ្យវាតឹងសាច់មានន័យថាដូចជុំផនអញ្ចឹងណាបាទជុំផនបើកាលណាមុនចេញប្រកួតគេច្រើនឲ្យជន់មេឲ្យវាធូរសាច់គេខ្លាចវាតឹងសាច់តែកាលណាតឹងសាច់វាអត់វាយទេជុំផនណាតែចំពោះមាន់ផ្សេងទៀតបងប្អូនពេលដែលសម្រាប់ជើងមុនឡើងប្រកួតហ្នឹងគឺកុំភ្លេចច្រកទឹក3ថ្ងៃឬក៏4ថ្ងៃជាប់គ្នាល្ងាចឡើងបាទបន្ថែមទឹកទៅមួយកែទៅបាទអញ្ចឹងគឺមាន់យើងធូរសាច់ល្អពេលដែលចេញប្រកួតនៅលើបាទទីលានបាទវាមានព្រៀបទៅលើដៃគូច្រើនដោយសារម៉េចដោយសារតែវាស្រាលខ្លួនអញ្ចឹងក្បាច់របស់វាដែលវាចេះប៉ុណ្ណាបាទគឺវាចេញអស់វាអត់មានដូចថាបើយើងនិយាយជាកីឡាករបដាល់វិញវាអត់មានកាំងក្បាច់បាទវាអត់កាំងក្បាច់ហើយមាន់តែកាលណាសាច់តឹងយើងថែយើងសម្រាប់ជើងឲ្យវាសាច់តឹងខ្លាំងពេកអញ្ចឹងគឺវាវាយអត់អស់ក្បាច់វាទេបាទវាកាំងក្បាច់ដូចកីឡាករអញ្ចឹងបាទហ្នឹងហើយអញ្ចឹងសូមបងប្អូនអនុវត្តនៅវិធីសាស្ត្រនេះទៅ2សប្តាហ៍បងប្អូននឹងឃើញមាន់របស់បងប្អូនប្លែកហើយបាទហើយបើសិនជាបងប្អូនដែលគាត់ជាអ្នកលក់ដូរទទួលទានប្រកបរបរទទួលទានបាក់សីកីឡានេះបងប្អូនអាចធ្វើវិធីសាស្ត្រនេះទៅរោមភ្លឺល្អបាទរោមភ្លឺល្អយើងក៏ងាយស្រួលនៅក្នុងការថតរូបឬក៏ការបង្ហាញទៅកាន់បងប្អូនយើងនៅលើទីផ្សារដែរបាទអរគុណចឹងថ្ងៃនេះខ្ញុំចែករំលែកបានត្រឹមប៉ុណ្ណឹងងាយក្បែរក្លៀកបងប្អូនអាចធ្វើបានបាទគឺទទួលបាននៅអត្ថប្រយោជន៍ខ្ពស់មែនទែនពីប្រូតេអ៊ីនកម្រិតខ្ពស់បាទដែលយើងអាចធ្វើចេញពីពងមាន់និងទឹកឃ្មុំបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ